បាទគោរពជម្រាបសួរបងប្អូនណាបាទថ្ងៃនេះថ្ងៃទី18បាទខែ11ឆ្នាំ2025ថ្ងៃនេះខ្ញុំមកជាងមកបាទចុះមកអាប់ដេតនៅការដ្ឋាននៅខាងក្រុងបាត់ដំបងបងប្អូនណាបាទនៅក្នុងកាត់ចំការសម្រងបាទគុំចំការសម្រងមួយបងប្អូនណាឥឡូវមើលទ្វារកញ្ចក់នេះគឺយើងរៀបចំដាក់តាំងហ្នឹងបងប្អូនរៀបចំដាក់មើលស្អាតមែនទេណាបងប្អូនណាគំនូប្លង់មិនគឺយើងដាក់អញ្ចឹងបងប្អូនណាគឺនេះដូចគំនូប្លង់100%ទៅដល់អូម៉ូតទ្វារនេះស្អាតណាបងប្អូនស្អាតណាទ្វារកញ្ចក់នេះគឺសំជាមួយនឹងម៉ូតផ្ទះបងប្អូនណាបងប្អូនណាម៉ូតផ្ទះនេះគឺប្រភេទបែបលំហែបងប្អូនណាមើលទៅក៏ពើហាបន្តិចអីបន្តិចប៉ុន្តែយើងហៅតែទីលំហែចឹងបងប្អូនហើយបញ្ជាក់ណាពួកអួយខាងមុខ3នេះគឺសិតតែបើកបានទាំងអស់ណាបងប្អូនបាទមិនមែនពួកអួយងាប់ទេណាបងប្អូនគឺយើងដាក់សម្រាប់ពួកអួយបើកបានទាំងអស់បងប្អូននេះឃើញដៃដៃបើកនេះដៃយើងបិទបើកបានណាបាទសិតតែពួកអួយបើកបានទាំងអស់អញ្ចឹងយើងលេងសិតតែគ្រឿងថ្លៃតែម្ដងបងប្អូនណាធម្មតារបស់ដែលវាបើកបានគឺវាមានតម្លៃខ្ពស់ជាងអាពួកអួយដែលយើងដាក់ងាប់មួយកន្លែងណាបាទពួកងាប់មួយកន្លែងគឺវាធូរថ្លៃជាងអញ្ចឹងមកគឺតម្លៃតែ13500គឺយើងលេងសិតតែពួកអួយបើកបានទាំងអស់បងប្អូននេះសិតតែពួកអួយបើកបានអួយស្លាយបើកបានទាំងអស់ឥឡូវយើងមើលខាងនេះចំហៀងបាទមើលឲ្យអស់តាមនោះឲ្យសពទៅបងប្អូនណាមើលឲ្យសពនេះមើលនេះឃើញទេពួកអួយទៅឃើញម៉ូតស្អាតៗហ្នឹងបងប្អូនណាណែនេះមានមកតង់ខាងលើក្រោមនេះយើងបាត់បើកចាអូគឺថាប្រភេទយើងលេងមកស្អាតហើយពណ៌ខ្មៅគឺញោមស្អាតមែនទេដោយគំនូប្លង់អញ្ចឹងណាបងប្អូនណាហើយនេះកន្លែងផ្ទះបាយខាងលើនេះគឺយើងបើកបានដូចគ្នាទៀតបងប្អូនណាគឺនេះឃើញដៃនេះយើងសិតតែកន្លែងបើកបានទាំងអស់បងប្អូនណាបើកបានទាំងអស់នៅប្អូនមួយទៀតតែខ្ញុំទួសចដាខ្ញុំដើរទៅអត់កើតអញ្ចឹងហើយយើងទៅខាងមុខវិញបាទអញ្ចឹងឲ្យបងប្អូនមើលឲ្យសពបងប្អូនថ្ងៃនេះបាទជាងមកបង្ហាញឲ្យអស់តម្ដងកុំឲ្យបងប្អូនគាត់ចេះតែគិតថាតម្លៃប៉ុណ្ណឹងថ្លៃចេះថ្លៃចោះក៏ពិតតម្លៃសមរម្យមែនទេណាផ្ទះហ្នឹងបាទនេះបងប្អូនមើលឃើញទេបាទអានេះពួកអួយសិតតែប្រភេទពួកអួយល្អកញ្ចក់ល្អគាត់គេមកកាត់តម្លើងផ្ទាល់ជាងមកកាត់តម្លើងផ្ទាល់នេះឃើញទេនេះតាមចឹងគាត់បិទបើកបានទាំងអស់នេះកន្លែងផ្ទះបាយគេកំពុងជាងកំពុងតម្លើងកញ្ចក់ហើយបាទអញ្ចឹងបងប្អូនមើលអស់ហ្នឹងទៅបាទនេះខាងក្រោយបាទមើលខាងក្រោយឲ្យអស់បាទមើលអស់នេះនេះខ្ញុំដើរមើលមិញវាមាត់បានណាឥឡូវមកមើលខាងនេះនេះបាទបន្ទប់ទី2របស់គាត់ណាបងប្អូនណានេះឥឡូវយើងមើលខាងក្រៅឲ្យចាំចូលក្នុងណាចូលក្នុងបណ្ដោយបងតាដាក់កាមេរ៉ាក្រោយទៅពិបាកកាន់តិចបងប្អូនព្រោះកាមេរ៉ាក្រោយយើងឃើញបានឆ្ងាយអញ្ចឹងណាហើយទ្វារសុវត្ថិភាពប្រភេទទ្វារល្អទេបងប្អូនណានេះពួកប្រភេទទ្វារដែកក្រាស់ពណ៌ខ្មៅគឺដែកក្រាស់ណាបើតម្លៃវាខ្ពស់ជាងអាពណ៌ឈើកម្រាស់នេះ 7C បើ 5C ធូរថ្លៃអានេះកម្រាស់ 7C យើងអស់វានេះគឺថ្លៃហ្នឹងព្រោះណាបាទហើយមើលពីដានវិជាគាត់អត់ស្រឡាញ់ម៉ូតទេបងប្អូនគាត់យកទៅលេបទេអត់បាត់ចាប់ពូលអស់ទេបាទនេះកន្លែងនេះតបទឹកគឺនេះគេតបទឹកគឺបាត់ការ៉ូដល់ជាងដល់កលើដល់បងប្អូនណានេះប្អូនយើងឃើញបើកបាននេះបើកបានឃើញទេនេះបើកបានឃើញទេគឺថាលេងមកឆ្ងាញ់តែម្ដងបងប្អូនអើយត្រូវណាបានទៀតនេះកន្លែងបន្ទប់កូនរបស់គាត់គឺដាក់អំពូលកប៉ាល់ហោះនេះគាត់បន្ថែមនឹងគាត់ណាអំពូលហ្នឹងអំពូលធំគាត់លេងលើគាត់បាទនេះជាឲ្យច្បាស់ខ្ញុំប្រើអំពូលធម្មតាឲ្យអំពូលកាយខ្ញុំដាក់ឲ្យបាទធំគាត់ទិញដាក់ខ្លួនឯងចឹងណាបាទអញ្ចឹងហើយអំពូលធំខាងមុខនេះគាត់ទេនេះអញ្ចឹងថ្ងៃនេះប្រាប់អស់លក្ខណៈបដ ாய் កុំឲ្យបងប្អូនសួរច្រើនចឹងនេះវាកញ្ចក់អីនេះអំពូលភ្លើងខាងមុខខាងក្នុងអាធំនេះសិតតែម្ចាស់គាត់បន្ថែមទិញដាក់ខ្លួនឯងចឹងណាបាទតែគាត់ជាងមកក៏ដាក់ជូនដែរតែយើងដាក់កំពូលខ្នាតល្មមណាបាទគួរតម្លៃយើងក៏សំរុំយើងដាក់ល្មមអញ្ចឹងបាទឃើញទេនេះអួយខាងមុខ3នេះគឺបើកបានទាំងអស់បងប្អូនបាទឃើញទេបាទបងមើលអញ្ចឹងសិតតែបើកបានទាំងអស់បាទអញ្ចឹងតម្លៃ13500បាទគួរពិចារណាមើលចុះបាទកន្លែងនេះគឺកន្លែងទទួលភ្ញៀវរបស់គាត់បងប្អូនណាតែបន្ទប់ទទួលភ្ញៀវរបស់គាត់ទេកន្លែងនេះវាមានបន្ទប់ទទួលភ្ញៀវនេះមួយបន្ទប់គេង2បន្ទប់ទឹកមួយផ្ទះបាយមួយគឺមានមួយសែតតែម្ដងផ្ទះនេះគឺខ្នាតតូចតែមានមួយសែតបងប្អូនបាទហើយនេះពួកខាងមុខនេះទ្វារខាងមុខបងប្អូនណាបាទឥឡូវយើងចូលមកក្នុងនេះបងប្អូននេះរៀនបាយរបស់គាត់នេះរៀនបាយរបស់គាត់ហើយជ្រីនេះយើងទិញមកដាក់ឲ្យគាត់ហើយគាត់អត់ស្រឡាញ់ជ្រីទៀតអត់បានដាក់គាត់ទុកចោលទៅជ្រីនេះគាត់ទុកចោលវិញគាត់អត់ស្រឡាញ់ជ្រីណាទៅបាត់ជើងជ្រីគាត់អត់បាត់ទេគាត់អត់ស្រឡាញ់គាត់ទៅចិត្តលាតហ្នឹងនេះរៀបបាយរបស់គាត់គឺមកស្អាតតែម្ដងបាទផ្ទះនេះគឺម្ចាស់គាត់យកមកពេញចិត្តគាត់តែម្ដងបាទអញ្ចឹងអរគុណសម្រាប់ពុកម៉ែបងប្អូនបាទដែលមានចំណាប់អារម្មណ៍ចង់សាងសង់ផ្ទះបាទពេញចិត្តតំណខ្ញុំបាទជាងមកទទួលបានការសាងសង់25ក្រុមបងប្អូនបាទទឹកផ្ទះនេះតម្លៃតែ$13500ទេបងប្អូនណា
ជាតម្លៃមកផ្ដាច់នៃការសន្សំម្ចាស់ទីកាត់ចាំតែកាន់សល់ជួននៅបងប្អូនបាទអរគុណជម្រាបលា